សូមជូនរឿងខ្មោចចង់លងម្ចាស់ផ្ទះចង់ដឹងអរុនសួស្ដីប្រិយមិត្តប្រុសប្រិយមិត្តស្រីភេទទី3ទី4បងប្អូនក្មួយទាំងអស់ជាទីស្នេហាតទៅនេះខ្ញុំបាទនឹងនិទានរឿងពិតដ៏បាសក់មួយជូនលោកអ្នកបានបាសក់ដែរវាជារឿងរបស់ប្រិយមិត្តឈ្មោះសុភិនរឿងដែលខ្ញុំបានជួបនឹងគឺកើតឡើងក្នុងឆ្នាំ2016កាលនោះខ្ញុំនៅធ្វើការជាជាងពិដាននៅភ្នំពេញទេតែមានថ្ងៃមួយស្រាប់តែមេតាក់ទងបានការងារនៅតាមខេត្តគឺខេត្តកំពង់ឆ្នាំងគ្រាន់តែដឹងថាទៅធ្វើការតាមខេត្តពួកយើងសប្បាយចិត្តខ្លាំងណាស់ព្រោះធ្វើនៅភ្នំពេញយូរពេកវាដូចជាធុញពេលចេញដំណើរទៅដល់ខេត្តហើយមេក៏បានជួលផ្ទះមួយឲ្យពួកយើងស្នាក់នៅគឺសម្រាប់ស្នាក់នៅគ្នា4នាក់ក៏ប៉ុន្តែផ្ទះនោះមើលទៅដូចជាប្លែកខុសគេឯងគឺដោយសារម្ដុំនោះមានរោងចក្រច្រើនដែរតែផ្ទះហ្នឹងអត់មានគេជួលទេនិយាយពីផ្ទះហ្នឹងគឺមាន2ជួរមួយជួរមាន4បន្ទប់ឯណោះគឺអត់មានអ្នកណាជួលទាំងអស់តែម្ដងប៉ុន្តែពួកយើងដូចជាមិនបានខ្វល់ច្រើននោះទេគិតថាបានស្ងាត់អញ្ចឹងក៏ល្អដែរព្រោះដោយសារពួកយើងចូលចិត្តហូបចុកស្រាបៀរដល់យប់ជ្រៅណាស់ពេលដែលពួកយើងទៅដល់ផ្ទះនោះមួយសន្ទុះម្ចាស់ផ្ទះគេក៏បានមកដល់ល្មមប៉ុន្តែពេលហ្នឹងខ្ញុំចាប់ផ្ដើមចម្លែកចិត្តម្ដងទៀតហើយព្រោះបន្ទប់ឲ្យកគោកគាត់មិនឲ្យនៅបែរជាឲ្យទៅនៅបន្ទប់ក្រោយគេទៅវិញហើយបន្ទប់នោះគ្មានកូនសោចាក់ទៀតទាល់តែយកញញួរវាយកំទេចទើបចូលទៅបានលុះពេលចូលទៅបានហើយពួកយើងក៏យករបស់របរទុកខាងក្នុងពេលហ្នឹងខ្ញុំបានងាកមើលឆ្វេងងាកមើលស្ដាំហើយមើលទៅបន្ទប់ទឹកស្រាប់តែខ្ញុំបានឃើញខ្សែមួយប៉ុនមេជើងចងទម្លាក់ពីលើដំបូលមុខបន្ទប់ទឹកនោះខ្សែហ្នឹងរាងវែងដែរប្រហែលជិត1ម៉ែត្រពេលហ្នឹងខ្ញុំក៏សួរលេងទៅគ្នាខ្ញុំថាអាពុកម៉ាក់អាខ្សែនោះខ្សែអីគេវើយវាក៏ឆ្លើយបែបលេងសើចមកវិញថាខ្សែគេចងកថារួចវាក៏សើចហើយដើរចេញទៅក្រៅស្នាក់នៅទីនោះមួយយប់ដំបូងដូចជាអត់អីទេតែល្ងាចថ្ងៃទី2ពេលនោះម៉ោង6កន្លះហើយមិត្តខ្ញុំប៉ុន្មានអ្នកនោះមិនដឹងជាវានឹកឃើញយ៉ាងម៉េចបែរជាចង់ទៅងូតទឹកអណ្ដូងពេលនោះខ្ញុំរវល់ចិត្តស្វាយអញ្ចឹងខ្ញុំក៏ឲ្យពួកវាទៅមុនអណ្ដូងនោះគឺជាអណ្ដូងលូដែលនៅឆ្ងាយពីបន្ទប់ជួលគួរសមដែរប្រហែលជា100ម៉ែត្រគ្រាន់តែពួកវាចេញទៅបាត់អស់ខ្ញុំស្រាប់តែបានឮកូនក្មេងយំប៉ុន្តែខ្ញុំមិនបានគិតខ្វល់អីច្រើនទេស្មានថាជាកូនអ្នកជិតខាងតែដល់យូរទៅសំឡេងហ្នឹងវាឮខ្លាំងឡើងរហូតធ្វើឲ្យខ្ញុំបាសរួមជ្រុងតែម្ដងដឹងសភាពការមិនស្រួលខ្ញុំក៏រត់ទៅរកគ្នាដែលទៅងូតទឹកអណ្ដូងទៅដល់ខ្ញុំបានប្រាប់ពួកវាពីអ្វីដែលបានជួបតែពួកវាបែរជាមិនជឿខ្ញុំទៅវិញខណៈកំពុងតែនិយាយគ្នាស្រាប់តែពួកយើងបានឮសំឡេងស្វាយធ្លាក់ចូលក្នុងអណ្ដូងឮសូរភ្លុង 4-5 ដងតែពេលក្រឡេកទៅមើលដើមស្វាយដែលនៅក្បែរនោះក៏ឃើញថាវាអត់មានផ្លែទេហើយចុះស្អីគេដែលធ្លាក់អំបាញ់មិញរឹតតែចម្លែកពេលអាតមើលទៅក្នុងអណ្ដូងគឺអត់មានឃើញអ្វីទេសូម្បីទឹកក៏មិនរង្គើដែរពួកយើងបានងាកមើលមុខគ្នាដោយភាពងឿងឆ្ងល់ពេលហ្នឹងខ្ញុំអាចដឹងបានថាពួកវាចាប់ផ្ដើមជឿខ្ញុំតិចហើយដល់មានរឿងអញ្ចឹងយើងក៏លេងងូតទឹកទៀតរួចក៏នាំគ្នារត់ទៅបន្ទប់វិញហើយក៏រៀបចំហូបបាយជាធម្មតាដល់ពេលយប់ឡើងពួកខ្ញុំនាំគ្នាដេកលក់ម្នាក់មួយស្របក់ទៅហើយស្រាប់តែខ្ញុំយល់សពឃើញបុរសម្នាក់ពាក់អាវពណ៌សខោពណ៌ខ្មៅដែលគេមកនិយាយថាជួយផងហើយអ្វីដែលគួរឲ្យរន្ធត់នោះគឺបុរសម្នាក់នឹងកំពុងតែចងកព្យួររមែងរណោងជាមួយនឹងខ្សែនៅមុខបន្ទប់ទឹកនោះឯងខ្ញុំភ័យខ្លាំងណាស់ហើយក៏ភ្ញាក់ឡើងស្រែកមួយទំហឹងមនុស្សចាស់តែចៃដន្យអីពេលនោះម៉ោង 5:40 នាទីល្មមវាព្រឹកហើយខ្ញុំក៏ងើបដាំបាយនិងធ្វើម្ហូបលុះពេលរួចរាល់អស់មិត្តខ្ញុំទាំងប៉ុន្មានក៏ភ្ញាក់ដល់ពេលហូបបាយខ្ញុំក៏បាននិយាយរឿងដែលខ្ញុំបានយល់សពឃើញប្រាប់ទៅគ្នាប៉ុន្តែពួកវាក៏បានធ្វើមុខឆ្ងល់ហើយនិយាយថាយល់សពដូចអញម្ល៉េះគឺពួកវានិយាយអញ្ចឹងគ្រប់គ្នាតែម្ដងតែមិនដឹងធ្វើយ៉ាងម៉េចក្រោយពេលហូបបាយរួចពួកយើងក៏នាំគ្នាទៅធ្វើការពេលទៅដល់កន្លែងធ្វើការចៃដន្យអីខ្ញុំបានស្គាល់បងប្រុសម្នាក់ហើយពេលជជែកគ្នាមួយសន្ទុះទៅ
គាត់ប្រាប់ថាគាត់ក៏ជាអ្នកដែលធ្លាប់បានជួលផ្ទះនោះពីមុនមកដែរគ្រាន់តែដឹងថាគាត់ធ្លាប់នៅផ្ទះនោះខ្ញុំក៏សួរគាត់ភ្លាមថាទីនោះពីមុនមកមានរឿងអ្វីដំបូងឡើយមើលទៅគាត់ដូចជាអេះអុញមិនចង់ប្រាប់នោះទេតែចុងក្រោយគាត់ក៏និយាយទាល់តែបានគាត់ប្រាប់ថាផ្ទះនោះមានគេចងកសម្រាប់ខ្លួនប្រាប់តែប៉ុណ្ណឹងគាត់ក៏សួរខ្ញុំថាប្អូនឯងនៅជួរខាងណាហើយបន្ទប់ទីប៉ុន្មានខ្ញុំប្រាប់គាត់វិញថាជួរខាងស្ដាំបន្ទប់ចុងក្រោយគេឮខ្ញុំប្រាប់អញ្ចឹងគាត់ក៏បើកភ្នែកធំធំសម្លឹងមើលមកខ្ញុំក៏សួរថាកាថៃនឹងបងភ្លាមនោះគាត់ក៏បែរមុខចេញហើយនិយាយថាអត់អីទេប្អូនអត់ចំបន្ទប់នឹងទេថាតែប៉ុណ្ណឹងគាត់ក៏ដើរចេញបាត់ទៅតាមពិតបើទោះជាគាត់ប្រាប់អញ្ចឹងក៏ខ្ញុំអាចដឹងបានបាត់ទៅហើយថាបន្ទប់ដែលមានគេចងកនោះគឺជាបន្ទប់របស់ខ្ញុំនៅនឹងឯងពេលដឹងរឿងអស់ហើយពួកយើងមានអារម្មណ៍ថាមិនចង់ទៅបន្ទប់នោះទេតែធ្វើម៉េចបើវាតម្រូវអញ្ចឹងទៅហើយថ្ងៃហ្នឹងគឺជាថ្ងៃទី3ហើយដែលពួកយើងនៅក្នុងបន្ទប់នោះហើយក៏ជាយប់ដែលវាលេងម្ចាស់ដៃតែម្ដងម៉ោង7កន្លះខណៈពួកយើងកំពុងតែហូបបាយស្រាប់តែមានខ្សែមកពីណាមិនដឹងធ្លាក់មកចំកណ្ដាលវងតែម្ដងពួកខ្ញុំនាំគ្នាភ័យតែខំសម្រួលអារម្មណ៍ធ្វើជាធម្មតាលុះពេលបាយទឹករួចហើយមិនគិតច្រើនទេពួកយើងក៏នាំគ្នាចូលដេកតែម្ដងតែមិនមានអ្នកណាដេកលក់ម្នាក់នោះទេគឺចេះតែសំងំទៅលុះយប់បន្តិចប្រហែលជាម៉ោង1រំលងអធ្រាត្រស្រាប់តែពួកយើងឮសូរសំឡេងតិចថាជួយផងគឺឮចេញពីបន្ទប់ទឹកនោះឯងពេលហ្នឹងម្នាក់ភ័យញ័រអស់ហើយដំបូងខ្ញុំស្មានថាឮតែម្នាក់ឯងទេតាមពិតគឺឮទាំងអស់គ្នាពេលហ្នឹងទ្វារបន្ទប់ទឹកនោះក៏បានរបើកឡើងលាន់សូរក្រាំងហើយពួកយើងក៏សម្រេចចិត្តងាកមើលទៅបន្ទប់ទឹកទាំងអស់គ្នាលោកអើយចង់ទុនជង្គង់គឺពួកយើងបានឃើញបុរសម្នាក់មុខឡើងរលេះរលួយវល់ឈាមហូរស្រោចខ្លួនទាំងដែលខ្សែនៅជាប់នឹងកនៅឡើយពេលហ្នឹងតួប្រាក់ខែ$1000ក៏លែងនៅដែរពួកយើងនាំគ្នារត់ចេញនាម៉ោង2រំលងអធ្រាត្រនោះតែម្ដងគឺទៅសំណាក់ផ្ទះអ្នកជិតនោះសិនទម្រាំនឹងភ្លឺពេលហ្នឹងពួកយើងបានទៅប្រាប់មេដែរតែគាត់ប្រាប់ថាឲ្យនៅផ្ទះអ្នកជិតនឹងសិនទៅចាំព្រឹកឡើងចាំគាត់មកយកសូមបញ្ជាក់ថាម្ចាស់ផ្ទះជួលនឹងគេអត់នៅជាមួយយើងទេគេមានផ្ទះផ្សេងមួយទៀតលុះព្រឹកឡើងមេក៏បានមកដល់ហើយក៏បានទៅជួបជាមួយនឹងម្ចាស់ផ្ទះនោះផងដែរមេខ្ញុំបានសួរថាហេតុអីបានជាឲ្យកូនចៅខ្ញុំទៅនៅបន្ទប់អញ្ចឹងម្ចាស់ផ្ទះនោះផ្ដល់ចម្លើយយ៉ាងហួសចិត្តមកថាគាត់ចង់ដឹងថាខ្មោចមានលងឬអត់ហួសចិត្តពេកពួកយើងក៏ចាក់ចេញពីទីនោះត្រឡប់ទៅភ្នំពេញវិញដើម្បីស្រោចទឹកចេញ